របាយការណ៍ផ្នែកសេវាកម្មរបស់សហរដ្ឋអាមេរិកមានភាពល្អប្រសើរដែលបានធ្វើឲ្យលុយដុល្លារមានការកើនឡើងហើយតម្លៃមានការថមថយចុះសូមស្វាគមន៍មកកាន់ព័ត៌មានហិរញ្ញវត្ថុរបស់ FA Insight ការសង្ខេបព្រឹត្តិការណ៍ទីផ្សារប្រចាំថ្ងៃទី25ខែមីនាឆ្នាំ2025លុយដុល្លារបានបន្តការកើនឡើងរបស់ខ្លួនរយៈពេល4ថ្ងៃជាប់គ្នាមកដល់បរិវេណតម្លៃ 104.300 បន្ទាប់ពីរបាយការណ៍សន្ទុះប្រធានការគ្រប់គ្រងការទិញផ្នែកសេវាកម្មរបស់សហរដ្ឋអាមេរិកបានផ្ដល់ផលល្អសម្រាប់លុយដុល្លារហើយវាក៏ល្អគ្រប់គ្រាន់ក្នុងការជំរុញឲ្យមានការកើនឡើងដ៏ធំមួយនៅក្នុងទីផ្សារភាគហ៊ុនផងដែរនៅថ្ងៃទី2ខែមេសាខាងមុខនេះប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ហាក់ដូចជាមិនបានគ្រោងទុកលើពន្ធបន្ថែមណាមួយឡើយក្រៅពីពន្ធនាំចូលរបស់ប្រទេសកាណាដានិងមិចស៊ិកនិងប្រទេសចិនលោក Raphael Bostic សមាជិក FOMC ក៏បានលើកឡើងទៅលើរឿងនោះផងដែរដោយនិយាយថាទំនាក់ទំនងអាជីវកម្មរបស់ពួកគេមិនមានសកម្មភាពថមថយខ្លាំងដែលបានបន្ថែមថាវិបត្តិសេដ្ឋកិច្ចវាមិននៅក្បែរសហរដ្ឋអាមេរិកនោះទេសម្រាប់លុយយេនបានបន្តការធ្លាក់ចុះរបស់ខ្លួនដោយរងសម្ពាធពីលុយដុល្លារនិងការធ្លាក់ចុះនៃទិន្នន័យសេដ្ឋកិច្ចរបស់ខ្លួនដែលបានធ្វើឲ្យ USD JPY បានបន្តការកើនឡើងបន្ថែមទៀតក្នុងបរិវេណតម្លៃ 150.942 ដែលហាក់ដូចជាកំពុងត្រៀមខ្លួនក្នុងការបំបែកកម្រិត 151.00 ហើយលុយអឺរ៉ូបានធ្លាក់ចុះរយៈពេល4ថ្ងៃជាប់គ្នាក្នុងបរិវេណតម្លៃ 1.0781 បន្ទាប់ពីលុយដុល្លារមានការកើនឡើងរយៈពេល4ថ្ងៃជាប់គ្នាផងដែរបើទោះបីជារបាយការណ៍សន្ទុះប្រធានគ្រប់គ្រងការទិញផ្នែកផលិតកម្មរបស់សហភាពអឺរ៉ុបមានភាពល្អប្រសើរឡើងក៏ដោយប៉ុន្តែរបាយការណ៍សន្ទុះប្រធានគ្រប់គ្រងការទិញផ្នែកសេវាកម្មរបស់ប្រទេសបារាំងប្រទេសអាល្លឺម៉ង់និងសហភាពអឺរ៉ុបទាំងមូលបានធ្លាក់ចុះគួរឲ្យកត់សម្គាល់របាយការណ៍សន្ទុះប្រធានគ្រប់គ្រងការទិញផ្នែកសេវាកម្មរបស់សហរដ្ឋអាមេរិកបានកើនឡើងផងដែរនោះគឺជាការបន្ថែមសម្ពាធទៅលើលុយអឺរ៉ូឲ្យមានការធ្លាក់ចុះបន្ថែមទៀតបន្ទាប់ពីមានការធ្លាក់ចុះរយៈពេល2ថ្ងៃជាប់គ្នាដែលបានធ្វើឲ្យលុយផោនមានការងើបឡើងមកវិញក្នុងបរិវេណតម្លៃ 1.2974 បន្ទាប់ពីរបាយការណ៍សន្ទុះប្រធានគ្រប់គ្រងការទិញផ្នែកសេវាកម្មរបស់ចក្រភពអង់គ្លេសបានកើនឡើងខ្ពស់ជាងការរំពឹងទុកប៉ុន្តែលុយផោនក៏បានថមថយមកវិញដែលអ្នកវិភាគបានមើលឃើញថាដោយសារតែទិន្នន័យល្អប្រសើរនៃសហរដ្ឋអាមេរិកចំណែកលុយអូស៊ីវិញក៏មានការកើនឡើងបន្តិចក្នុងបរិវេណតម្លៃ 0.6305 ការកើនឡើងនេះគឺជាការកើនឡើងបន្ទាប់ពីការធ្លាក់ចុះរយៈពេល4ថ្ងៃជាប់គ្នាកាលពីម្សិលមិញរបាយការណ៍សន្ទុះប្រធានគ្រប់គ្រងការទិញផ្នែកផលិតកម្មនិងសេវាកម្មរបស់ប្រទេសអូស្ត្រាលីមានភាពល្អប្រសើរព្រមៗគ្នាចំពោះតម្លៃប្រេងបានកើនឡើងដល់បរិវេណ$69នៅក្នុង1បារ៉ែលបើទោះបីជាអង្គការ OPEC បូកបានបង្កើនការផលិតបន្ថែមទៀតក៏ដោយសារតែវីដេអូកិនកំពុងតែមានការព្រួយបារម្ភនៃគោលនយោបាយពន្ធគយរបស់លោក Donald Trump នាដើមខែមេសាខាងមុខនេះតម្លៃមាសបានបន្តការធ្លាក់ចុះរយៈពេល3ថ្ងៃជាប់គ្នាដែលបានធ្លាក់ចុះពីកម្រិតតម្លៃ$3,685មកត្រឹមកម្រិតតម្លៃ$3,617នៅក្នុង1តម្លឹងបន្ទាប់ពីបានរងសម្ពាធនៃការកើនឡើងនៃលុយដុល្លារបូកផ្សំទៅនឹងការកើនឡើងនៃទិន្នន័យសន្ទុះប្រធានគ្រប់គ្រងការទិញផ្នែកសេវាកម្មរបស់សហរដ្ឋអាមេរិកនិងការលក់ចេញដើម្បីទទួលបានប្រាក់ចំណេញពីសំណាក់វិនិយោគិនសូមអរគុណសម្រាប់ការតាមដានព័ត៌មានហិរញ្ញវត្ថុរបស់ FA Insight